មន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាអះអាងថាការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះស្នើព្រះមហាក្សត្រលើកលែងទោសឲ្យលោកកម្មសខាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិគឺមិនមានការដោះដូរអ្វីឡើយចំណែកបកប្រឆាំងចាត់ទុកការលើកលែងទោសនេះថាជាដំណោះស្រាយនយោបាយរវាងខ្មែរនិងខ្មែរបាទលោកយាងសុជាមេតារាយការណ៍អំពីរឿងនេះលោកកឹមសុខាដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន5ខែពាក់ព័ន្ធនឹងការមិនចូលខ្លួនតាមការកោះហៅរបស់តុលាការពេលនេះលោកនឹងមានសេរីភាពវិញហើយក្រោយពីមានការលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃទី2ខែធ្នូភ្លាមក្រោយពីមានការលើកលែងទោសលោកកឹមសុខាបានផ្ញើលិខិតអរគុណលោកហ៊ុនសែនដែលបានស្នើសុំព្រះមហាក្សត្រលើកលែងទោសឲ្យលោកកឹមសុខាបញ្ជាក់ក្នុងលិខិតថាការសម្រេចដោយពិចារណាដ៏ត្រឹមត្រូវរបស់លោកហ៊ុនសែនគឺជាការបង្ហាញឲ្យប្រជាជាតិឃើញថាខ្មែរចេះដោះស្រាយបញ្ហាជាតិដោយខ្មែរនឹងខ្មែរនិងបង្ហាញឲ្យពិភពលោកមើលឃើញថាអ្នកនយោបាយខ្មែរមានការអធ្យាស្រ័យគ្នាអត់ឱនឲ្យគ្នាទៅវិញទៅមកស័ក្តិសមជាប្រជាជាតិមួយដែលមានអរិយធម៌ខ្ពស់និងជាអ្នកកាន់ព្រះពុទ្ធសាសនាមុនឈានដល់ការលើកលែងទោសនៅថ្ងៃទី2ធ្នូលោកកឹមសុខាកាលពីថ្ងៃទី1ខែធ្នូស្នើឲ្យលោកហ៊ុនសែនស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឲ្យលោកហ៊ុនសែនបានថ្វាយលិខិតស្នើសុំទៅកាន់ព្រះមហាក្សត្រនៅថ្ងៃទី2ធ្នូហើយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោកកឹមសុខាក្នុងថ្ងៃតែមួយការលើកលែងទោសឲ្យលោកកឹមសុខាធ្វើឡើងក្រោយពីលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបង្ហាញចំហគាំទ្រចំពោះលោកហ៊ុនសែនដែលបានឯកភាពជាមួយវៀតណាមក្នុងការស្នើឲ្យអ្នកបច្ចេកទេសបារាំងជួយបំលែងផែនទីបនដែលកម្ពុជាមានបច្ចុប្បន្នទៅជាផែនទី UTM ដើម្បីប្រើប្រាស់បបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ការបំលែងផែនទីនេះក៏បង្កឲ្យមានការពិភាក្សាថាអាចឈានដល់ការកែប្រែមាត្រា2នៃរដ្ឋធម្មនុញ្ញដែលទាមទារឲ្យមានការចូលរួមរបស់បកប្រឆាំងនៅពេលខាងមុខក្នុងពេលជាមួយគ្នាការលើកលែងទោសនេះក៏ស្របពេលមានការផ្សព្វផ្សាយព្រមព្រៀងនៅសារឆ្លើយឆ្លងដែលគេសង្ស័យថារវាងលោកហ៊ុនសែននិងកូនប្រុសលោកហ៊ុនសែនគឺលោកហ៊ុនម៉ាណិតជាមួយកញ្ញាធីសវណ្ណថាពីផែនការធ្វើបាបលោកកឹមសុខាទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានអះអាងថាការស្នើរបស់លោកហ៊ុនសែនសូមព្រះមហាក្សត្រលើកលែងទោសឲ្យលោកកឹមសុខានៅពេលនេះគឺមិនមានអ្វីដោះដូរគ្នាឡើយលោកសុកអេសានបញ្ជាក់ថាការស្នើសុំនេះគឺដោយសារតែលោកកឹមសុខាបានស្នើទៅលោកហ៊ុនសែនម្យ៉ាងទៀតលោកថាការលើកលែងទោសឲ្យលោកកឹមសុខានៅចំថ្ងៃទី2ខែធ្នូគឺជាការបង្កើតនៅប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់បកកណ្ដាលអំណាចគាត់សរសេរលិខិតទៅសំយោបាទទទួលស្គាល់ការពិតហើយមកទី2មិនមែនជារឿងចៃដន្យទេព្រោះថ្ងៃនេះគឺថ្ងៃ2ធ្នូហើយថ្ងៃ2ធ្នូគឺជាថ្ងៃដែលជាប្រវត្តិសាស្ត្រជាថ្ងៃប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិដើម្បីនឹងស្ដួលរំលំរបបបល្ល័ង្កពុទ្ធសាសនាទី2ដោយសារថ្ងៃ2ធ្នូនេះហើយយើងបានមានកិច្ចចរចារវាងទីអនុហ៊ុនសែនដើម្បីសម្រេចបាននៅលទ្ធផលជាផ្លែផ្កាដែលចេញព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមថ្ងៃ23ខែតុលា91ឥឡូវពីធ្នូមួយពីធ្នូនេះទៀតអាហ្នឹងគឺទៅឲ្យពេលដឹកនាំបកប្រឆាំងនៅពេលសួរថាតើលោកហ៊ុនសែនអាចលើកលែងទោសឲ្យលោកសំរងស៊ីឬទេបើលោកសំរងស៊ីសរសេរលិខិតទៅកាន់លោកហ៊ុនសែនដោយលោកកឹមសុខានោះលោកសុកអេសានថាវាអាស្រ័យលើលោកហ៊ុនសែនប៉ុន្តែលោកហាក់មិនមានសង្ឃឹមនោះឡើយព្រោះលោកថាលោកហ៊ុនសែនធ្លាប់ថ្លែងថាបើគាត់ចុះហត្ថលេខាសុំលើកលែងទោសឲ្យលោកសំរងស៊ីលោកហ៊ុនសែននឹងកាត់ដៃខ្លួនឯងចោលនៅពេលសួរពីជោគវាសនារបស់មន្ត្រីបកប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំលោកសុកអេសានឆ្លើយថាគេត្រូវធ្វើតាមនីតិវិធីអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិនៅរដ្ឋសភាលោកយ៉ែនពេញរិទ្ធមានប្រសាសន៍ថាបកប្រឆាំងស្វាគមន៍ចំពោះការលើកលែងទោសនេះលោកថានេះជាដំណោះស្រាយនយោបាយរវាងខ្មែរនិងខ្មែរលោកយ៉ែនពេញរិទ្ធបញ្ជាក់ថាការស្នើលោកហ៊ុនសែនឲ្យសុំព្រះមហាក្សត្រលើកលែងទោសឲ្យលោកកឹមសុខាគឺពុំមានចង់លក្ខខណ្ឌអ្វីឡើយអត់មានបាទដោយគ្មានលក្ខខណ្ឌដោយគ្មានអ្វីទាំងអស់ដូច្នេះជារឿងដំណោះស្រាយនយោបាយមួយរវាងខ្មែរនិងខ្មែរដែរហើយយើងកំពុងតែបានទទួលទូរស័ព្ទពីក្រុមគ្រួសារសកម្មជនសង្គមស៊ីវិលពលជបហើយលោកចង់ឲ្យដំកម្មការនឹងព្យាយាមរកដំណោះស្រាយតាមរយៈការព្រះរាជទានលើកលែងទោសរបស់ព្រះមហាក្សត្រដែរបាទយើងនឹងព្យាយាមខិតខំយើងមានជំនឿមានក្តីសង្ឃឹមក្នុងដំណោះស្រាយរវាងខ្មែរនិងខ្មែរលើបញ្ហានេះបាទលោកកឹមសុខាបានស្នាក់នៅក្នុងទីស្នាក់ការគណៈបក្សសង្គ្រោះជាតិតាំងពីខែឧសភាដើម្បីកិច្ចពីការចាប់ខ្លួនរបស់សមត្ថកិច្ចលោកយ៉ែនពេញរិទ្ធឲ្យដឹងថាលោកកឹមសុខានឹងទៅស្នាក់នៅផ្ទះរបស់គាត់វិញក្នុងពេលឆាប់ៗលោកក៏ចុះមូលដ្ឋាននិងចូលរួមប្រជុំសភាក្នុងនាមជាអ្នកតំណាងរាស្ត្របើទោះជាត្រូវលើកលែងទោសនៅពេលនេះក្តីលោកកឹមសុខាមិនទាន់រួចខ្លួនពីបណ្ដឹងចោទប្រកាន់នៅតុលាការមួយចំនួនទៀត
ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការបញ្ចេញខ្សែអត្ថសម្លេងដែលគេថាជាការឆ្លើយឆ្លងរវាងលោកកឹមសុខានិងអ្នកនាងឃុំចន្ទរាទីហើយស្រីមុំក្នុងនោះក៏មានបណ្ដឹងរបស់កញ្ញាធីសវណ្ណថាដែលចោទលោកកឹមសុខាពីបទបរិហាគេនិងបណ្ដឹងរបស់អ្នកនាងឃុំចន្ទរាទីហើយស្រីមុំដែលបណ្ដឹងឲ្យតុលាការផ្ដន្ទាទោសលោកកឹមសុខានិងទាមទារសំណងជំងឺចិត្តពីលោកកឹមសុខាចំនួន$300,000អាមេរិកខ្ញុំយេសុជាមេតាអាស៊ីសេរី